Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel MVMOV នៅថ្ងៃនេះគឺយើងមកបន្តពីទី9នៅរឿងគ្រូពេទ្យទេវតាសម័យថ្មីបន្តទៀតសាច់រឿងចាប់ផ្ដើមបន្ទាប់ពីអាការៈជំងឺរបស់លោកតាហេត្រូវបានជាសះស្បើយគាត់ក៏បានជិះទៅកាន់ចៅស្រីរបស់គាត់សងសងនៅពេលដែលលោកតាបានលឺចៅស្រីក៏បានហាមកុំឲ្យលោកគ្រូពេទ្យជេជាបានជំងឺលោកតាមែនទេអញ្ចឹងឯសងសងនេះក៏បាននិយាយប្រឡប់អញ្ចឹងណាដោយសារតែនាងបានឃើញថាលោកគ្រូពេទ្យជេគឺអាយុក្មេងពេកអញ្ចឹងខ្លួននេះគឺបារម្ភថាមានរឿងបញ្ហាអ្វីកើតឡើងមិនសូវល្អចំណែកឯប៊ូហ្វានក៏បាននិយាយហាមទៅកាន់លោកតាកៅគឺក៏មកលោកតាកៅធ្វើដូច្នោះអីវាគឺមិនសមទេបើសិនបានលោកតាកៅចង់ហាត់រៀនវិជ្ជាពេទ្យមកចូលភ្លឹងតាម9មែនលោកតាកៅគួរតែសុំលោកគ្រូរបស់ខ្ញុំធ្វើជាលោកគ្រូខ្លួនឯងតែដូច្នេះលោកតាកៅគាត់គឺបានខ្វះទេឲ្យគាត់អាចរៀនវិជ្ជាពេទ្យបញ្ចូលភ្លឹងតាម9បានឲ្យគាត់ធ្វើໄວក៏បានដែរអញ្ចឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់លោកតាហេឲ្យជួយគាត់ផងនៅពេលនេះជួយរៀបចំទូទានឲ្យគាត់ធ្វើជាបងប្អូនថនជាមួយនឹងលោកគ្រូពេទ្យជេផងដូច្នេះលោកតាហេគាត់ក៏បាននិយាយប្រាប់សងសងថាសងសងចៅស្រីគួរតែរៀបចំឲ្យលោកពូទាំងពីរទៅសងសងនេះបានដល់ចេញប៉ុន្តែនេះក៏បាននឹកឃើញពេលស្បែកលោកតារបស់នេះបាននិយាយមុនហ្នឹងលោកតារបស់នេះបាននិយាយមុនហ្នឹងថាលោកពូអញ្ចឹងហេតុនេះបានជានាងត្រូវហៅយាយប៊ូហ្វានថាជាលោកពូអញ្ចឹងនេះគឺដោយសារតែលោកគ្រូពេទ្យគឺជាបងប្អូនជាមួយនឹងលោកតាកៅហាមចានទៀតចាប់តាំងពីពេលនេះតទៅពួកយើងទាំង3គឺជាបងប្អូនជាមួយនឹងគ្នាហើយចំពោះសងសងនេះក៏មិនអាចនិយាយអ្វីបានឡើយបានត្រឹមតែហៅតាមអ្វីដែលលោកតារបស់នាងថាលោកពូនិយាយទៅកាន់ជាប៊ូហ្វានចឹងឯងដូច្នេះគឺយើងកាត់មើលទីកន្លែងមួយទៀតគឺជាបានឃើញថាបរមាម្នាក់បាននិយាយទៅកាន់លោកតាចាំម្នាក់និយាយថាលោកបរិយាចាតៅថានៅវេទិកាបានធ្វើរឿងជូនដាក់ទៅកាន់បរិយាចាតៅក៏បានធ្វើរួចហើយគឺធ្វើដាក់ទៅកាន់ហេឆាំងភេងម្ល៉េះហើយតើលោកបរិយាចាតៅគឺអាចផ្ដល់ថ្នាំមួយចំនួនឲ្យខ្ញុំបន្ថែមទៀតបានទេនៅក្នុងខែអញ្ចឹងព្រះចាតោលោកតាចាំម្នាក់ហ្នឹងគាត់បាននិយាយថានៅក្នុងប្រហែលខែចុងក្រោយនេះឯងក៏បានរកប្រាក់ចំណូលឲ្យខ្ញុំបានច្រើនណាស់អញ្ចឹងខ្ញុំប្រកាសជានឹងបដោះជូនម្ចាស់ទៀតគាត់បាននិយាយទៅកាន់ក្រុមគូសាតកោហេក៏បានបញ្ចុះអាជីវកម្មរបស់គាត់អញ្ចឹងគឺធ្វើឲ្យខាត់បងប្រាក់ចំណូលអស់ជាច្រើនហើយរឿងបញ្ហាទាំងអស់នេះវាគឺជាការសង្សឹកដែលក្រុមគូសាតកោហេគឺហ៊ានប៉ះពាល់ជាមួយនឹងខ្លួនគាត់ប្រមាប់ក៏ប្រជាសភា7%បានថ្នាំបន្ថែមលោកបានកាន់តែច្រើនហើយអ្នកជំងឺនៅវិញពួកគេគឺមិនខ្លាចនៅក្នុងការចំណាយប្រាក់ទិញវាឡើយលោកព្រះចាតោគាត់បាននិយាយថានៅពេលនេះគឺមានក្មេងប្រុសខ្វាក់ភ្នែកម្នាក់ក៏បានជន់ក្នុងសហគមន៍ប៉ុន្តែយ៉ាងណាក្តីគាត់ក៏បានជំលះវាតាមពេលវេលាហើយបើសិនបើអ្វីគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់អញ្ចឹងពួកយើងប្រកាសជាទទួលបានប្រាក់ចំណូលកាន់តែច្រើនជានេះជាមិនខានទៀតបើយើងសង្ខេបទៅនេះគឺជាផែនការពួកគាត់ទៅពីនឹងឯងដែលបានរៀបចំនៅក្នុងទីក្រុងម៉ៃជាងគឺមានចំហាយដុំភ្លើងវិញ្ញាណអាក្រក់ក៏បានជន់ក្នុងប្រជាជនទាំងអស់គ្នាធ្វើឲ្យពួកគេទាំងអស់គ្នាឈឺចាំមកទិញថ្នាំពួកគាត់ទៅព្យាបាលជំងឺហើយលោកតាចាស់ម្នាក់ហ្នឹងគឺមិនតាមបានបង្ហាញមុខនៅឡើយទេដូច្នេះគឺយើងកាត់មើលលោកតាកៅនៅវិញគាត់ក៏បានអុជធូបរៀបចំផ្លែឈើជាច្រើនមកហើយលោកតាកៅមិនត្រឹមតែសុំប៊ូហ្វាន់ធ្វើជាបងប្អូនរបស់គាត់នឹងទេមិនតែប៉ុណ្ណោះក៏បានអុជធូបគោរពឌុំខណ្ឌព្រលឹងលោកគ្រូរបស់ប៊ូហ្វាន់សុំគាត់ធ្វើជាលោកគ្រូផងដែរអញ្ចឹងប៊ូហ្វាន់នៅពេលនេះគេគឺជាសិស្សច្បងរបស់លោកតាកៅអន់គ្រប់ទៅកាន់ប៊ូហ្វាន់ដូចគ្នាគេគឺជាសិស្សច្បងរបស់លោកតាកៅហើយលោកតាកៅគាត់ក៏បានអន់គ្រប់ទៅកាន់ប៊ូហ្វាន់ដូចគ្នាដូច្នេះលោកតាហេគាត់ក៏បានទៅនិយាយផងដែរចាប់តាំងពីពេលនេះយាយប៊ូហ្វាន់គឺជាសិស្សច្បងរបស់លោកតាកៅហើយពួកយើងទាំង3គឺជាមិត្តភក្តិបងប្អូនជាមួយគ្នាចាប់តាំងពីពេលនេះតទៅដែរតែលោកតាហេគាត់បាននិយាយបន្តទៀតលោកតាកៅលោកគូណានតែស្វែងរកអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរមកតែសាច់របស់ជាមួយនឹងបញ្ចូលព្រលឹងទាំង9ទៅតែប៊ូហ្វាន់បាននិយាយថាកុំនិយាយអញ្ចឹងអីគ្រប់ជំងឺទាំងអស់គឺសុទ្ធតែមានហេតុផលរៀងៗខ្លួនជារួមទៅគឺចាំបាច់ប្រើប្រាស់នៅថ្នាំអសបរានចិនឬមួយក៏ថ្នាំអ្វីផ្សេងៗទៀតគឺមិនត្រូវពឹងផ្អែកទៅលើបញ្ចូលព្រលឹងវិញ្ញាណទាំង9តាមមកប៉ុណ្ណឹងទេដោយសារតែនៅជំងឺនៅក្នុងលោកនេះគឺមានច្រើនជារួមទៅពីសម្ដីដែលប៊ូហ្វាន់បាននិយាយមកសុទ្ធតែមានហេតុផលទាំងអស់លោកតាហេបានឮចឹងក៏បាននិយាយទៅកាន់ចៅស្រីរបស់គាត់សងសងឃើញទេពីសម្ដីរបស់លោកគ្រូពេទ្យញ៉ាំមកប្រជាត្រឹមត្រូវអញ្ចឹងឯងគួរណាតែហៅលោកគ្រូពេទ្យថាជាលោកពូនៅពេលនេះភ្លាមតែសងនេះគឺមិនសុខចិត្តទេដែលបានឃើញថាប៊ូហ្វានរបស់យើងគឺម្ចាស់ជាងនាងឡើយហើយវិបញ្ជាត្រូវឲ្យនាងហៅគេថាជាលោកពូលោកតាហេក៏បាននិយាយប្រាប់បើមិនបានលោកគ្រូពេទ្យជាបាជំងឺលោកតាទេអញ្ចឹងលោកតាប្រកាសជាដេកនៅលើក្រែបាត់ហើយអញ្ចឹងឯងសងនេះក៏បានហៅប៊ូហ្វានថាជាលោកពូទៅហើយប៊ូហ្វានដែលបានឮថាសងហៅគេគឺជាលោកពូអញ្ចឹងហើយដើម្បីទៅស្នងដែលសងហៅគេថាជាលោកពូអញ្ចឹងប៊ូហ្វានគឺនឹងចេញវិការច្បាប់មួយឲ្យសងទៅទិញថ្នាំដើម្បីព្យាបាលជំងឺអាក្រក់របស់នាងឲ្យជាសះស្បើយតែសងនាងកំពេញចិត្តទេមើលទៅទុកមុខរបស់នាងគឺដឹងហើយខឹងផងអីផងប៉ុន្តែដូចគ្មានជំរឿនាងក៏ទទួលយកវិការច្បាប់ថ្នាំនឹងទៅដូច្នេះបន្តមកឈូនេះក៏បានទេមកនិយាយទៅកាន់ប៊ូហ្វានណានៅពេលនេះតើលោកទំនេរទេទៅហូបអាហារពេលល្ងាចជាមួយនឹងខ្ញុំបានអត់ដូចនេះបានដឹងថាក៏មានភោជនីយដ្ឋានថ្មីមួយទៅតែសម្ពោធអញ្ចឹងនេះក៏បានកក់បន្ទប់លេខ01ហើយពួកគេទៅពីរនឹងចាំជួបគ្នានៅពេលល្ងាចដូច្នេះប៊ូហ្វានបាននិយាយទៅកាន់អ្នកទាំងអស់គ្នានៅពេលនេះដោយសារតែគេមានភារកិច្ចដែលត្រូវធ្វើហើយក៏បានសុំលីអ្នកទាំងអស់គ្នាទៅលោកតាហេគាត់គឺបានថាអ្វីឡើយបើសិនបើមានពេលទំនេរពួកគាត់ទាំងអស់គ្នានឹងផឹកតែជុំគ្នាមិនតែប៉ុណ្ណោះក៏បានប្រាប់សងចៅស្រីឲ្យគាត់ណាតែជូនលោកគ្រូពេទ្យត្រឡប់ទៅផ្ទះរបស់គាត់សិនទៅនៅពេលដែលបានដល់ទៅប៊ូហ្វានក៏បាននិយាយផងដែរថាអាក្រក់ជំងឺលោកតាហេវាពិតជាមានអ្វីដែលខុសប្លែកហើយបានសួរថារយៈពេលថ្មីនេះលោកតាហេគាត់ក៏បានចេញដំណើរទៅទីកន្លែងណាដែរអត់
ឬមួយក៏តាក់ទងជាមួយនឹងនរណាគេផ្សេងតែមិនស្គាល់មុខដែរទេបើសិនបាននាងស្រឡាញ់លោកតារបស់នាងមែនគួរណាតែកាពីលោកតារបស់នាងឲ្យបានល្អជាប់ជួនកុំឲ្យគាត់នឹងទៅណាឬមួយក៏មុខណាប្រដេផ្ដាហើយម្ចាស់ទឹកក៏បានសួរសងសងតែនាងបានដឹងដែរអត់បញ្ហាតាក់ទងជាមួយនឹងការពលអាហាររយៈពេលប្រហែលថ្ងៃមុនក៏បានធ្វើក្មេងៗជាច្រើនក៏មានអាការៈមិនស្រួលខ្លួនតែចំណាក់លើចំពោះសងសងនាងក៏បានខ្វល់ពីពាក្យសម្ដីរបស់ប៊ូហ្វាន់និយាយមកទេហើយនឹងបានដល់ចេញមកក្រៅសម្លឹងនៅមើលឡានរបស់នាងយល់ទៅនាងក៏ចង់ជិះឡានទំនើបរបស់នាងជូនប៊ូហ្វាន់ត្រឡប់ទៅផ្ទះវិញទេតែបានឃើញឡានកាចាស់មួយស៊ូប៊ូហ្វាន់តែលោកគឺសូចចិត្តជិះឡានមួយនេះដែរទេចំពោះប៊ូហ្វាន់នៅវិញឡានអីក៏បានដែរឲ្យតែអាចជូនគេទៅដល់ផ្ទះវិញតែមុននឹងទៅផ្ទះប៊ូហ្វាន់គេបានមកចុចថ្នាំឱសថចិនបុរាណរបស់គេដែលគេទទួលបានប្រយោគទៅប៊ូហ្វាន់ក៏បានជាប្រាប់សងសងថានាងគូណាតាព្យាយាមបើកបោឲ្យស្រួលបួទីទៅក៏បើកលឿនពេកប្រសិនបើមានបញ្ហាអ្វីនាងប្រកាសជាមិនក៏បីចំពោះលោកពូរបស់នាងនឹងហើយចំពោះសងសងគឺមិនបានខ្វល់ទេបានត្រឹមតែនិយាយតបទៅវិញថាលោកគឺជុំនិយាយលេងពាក្យសម្ដីផ្ដេសផ្ដាស់នៅទីនេះទៀតទៅគូណាតែប្រញាប់ទៅលឿនប្រសិនបើយឺតនៅវិញខ្លួននេះប្រកាសជានឹងចេញឡានចេញទៅចោលហើយមិនរងចាំទេប៊ូហ្វាន់គេបានចេញក្រៅហើយយើងបានឃើញថាក៏មានមនុស្សម្នាក់បានទៅទូរស័ព្ទទៅកាន់មេរបស់គេថានៅពេលនេះមនុស្សដពោយើងកំពុងតែតាមសង្កេតនោះគឺបានបង្ហាញខ្លួនហើយក៏មកជាមួយនឹងមនុស្សស្រីម្នាក់អាមេរបស់គេនឹងបាននិយាយសួរថាមនុស្សស្រីម្នាក់នោះគឺជាកញ្ញាឈិនឈូតែមែនទេយល់ទៅអាពេលម្នាក់នឹងគឺមិនបានស្គាល់ឡើយគ្រាន់តែគេបានឃើញថាឡាននេះវាគឺជាឡានសេរីចាហើយមើលទៅមនុស្សស្រីម្នាក់នោះគឺមិនជាកូនអ្នកមែនទេហើយគឺមិនជាកញ្ញាឈិនឈូនឹងឡើយរយៈពេលប្រហែលនាទីបានក្រុងផុតទៅប៊ូហ្វាន់គេក៏បានចេញមកវិញផងដែរឬមិនចេញឡានទៅហើយស្រាប់តែមានឡានប្រមាណគ្រឿងជីមកពួកគេទាំងអស់គ្នាសុទ្ធតែជើងកាងសងសងគឺមិនដឹងថាពួកអ្នកទាំងអស់គ្នាមកទីនេះកំពុងតែធ្វើអ្វីទេដូច្នេះអាម្នាក់នេះក៏បានគប់ដបងទីបរបស់គេបំបែកកញ្ចក់ឡានរបស់សងសងផាំងហើយអ្នកផ្សេងទៀតក៏បានមកវាយកំទេចឡានរបស់សងសងផងដែរអញ្ចឹងមនុស្សពីរនាក់នេះដល់មកគិតថានេះមើលទៅសុទ្ធតែទីសំដែងថត់កនហើយតែចំណាក់ក្តីពេលម្នាក់ទៀតបានគិតថាបើសិនបើឲ្យមិនចង់ឲ្យគេវាយទេគូណាតែរត់គេខ្លួនចាក់ចេញពីទីកន្លែងនេះទៅដូច្នេះប្រងងម្នាក់នេះគឺជាមេក្រុមរបស់អ្នកទាំងអស់គ្នានឹងឯងដែលមានហេតុនាមថាអាកបាដែរចំពោះប៊ូហ្វាន់ក៏បានជាទៅការសងសងថាសងសងនេះក៏ណាតែហៅខ្ញុំធ្វើជាលោកពូទៅហើយខ្ញុំនឹងជួយនាងដោយស្រ័យតាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះចំពោះសងសងគឺបានខ្វល់ទេឲ្យប៊ូហ្វាន់បិទមាត់ហើយនឹងគេខ្លួនទៅខាងក្រោយនេះទៅកូនធ្វើអ្វីផ្ដេសផ្ដានិយាយខ្លាំងៗទៅកាន់អ្នកទាំងអស់គ្នាថាពលលោកប្រជាប្រហើនណាស់ហ៊ានវាយកំទេចឡានរបស់ខ្ញុំផងហើយពួកអញក៏ណាតែសុំទោសខ្ញុំជាបន្តបើមិនចឹងទេកុំបន្ទោសថាខ្ញុំគ្មានធម៌មេត្តាអីអាប្រងងនេះវិញគឺមិនបានខ្វល់ទេក៏បានឯក្បាលខ្លួនឯងសោយកាកអាយថាខ្លួនគេពិតជាចង់ឃើញណាតែនាងអាចធ្វើអ្វីបានហើយឆាប់បញ្ចេញមកនៅពេលនេះជាបន្តទៅនឹងបានបញ្ជាឲ្យអ្នកទាំងអស់គ្នាចូលទៅមានណាក៏ត្រូវបានសងសងยึดដៃបណ្ដាំនេះវាយចំកណ្ដាប់ពួកអាពេលម្នាក់នឹងផាំងគាត់ធ្វើគេឡើងប៉ាំងទៅក្រោយហើយអ្នកផ្សេងទៀតគឺមិនបានធ្វើអ្វីសងសងបានឡើយចុះមកមួយវាយមួយចុះមកពីរគឺវាយ3ហើយចំណុចអាពេលម្នាក់ចុងក្រោយនេះវិញក៏ត្រូវបានស្នៀរចាស់ជើងមកបែកមេឃារបស់សងសងថាគេមើលជើងប៉ាំងចំកណ្ដាប់បេះដូងគាត់ធ្វើគេដូចគ្របទៅនៅដីសាច់រឿងរបស់យើងក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរបងប្អូនអញ្ចឹងនេះគឺជានឹងជួបគ្នាជាមួយនឹងភាគក្រោយៗបន្តទៀតអរគុណច្រើន